ថៃរងសម្ពាធធ្ងន់អនុទានចេញមុខសំទោសរុស្ស៊ីទាំងញ័រមាត់ក្រោយករណីធ្វើឲ្យស្លាប់ជនជាតិរុស្ស៊ី2នាក់ករណីឃាតកម្មលើជនជាតិរុស្ស៊ី2នាក់បបោតបង្កើតថៃកំពុងផ្ទុះល្បីខ្លាំងពេញពិភពលោករហូតធ្វើឲ្យប្រទេសមួយចំនួនបានចេញមកធ្វើការប្រមានដល់ពលរដ្ឋខ្លួនកុំឲ្យទៅលេងប្រទេសថៃស្រាប់តែពេលនេះនាយករដ្ឋមន្ត្រីថៃអនុទានឆាន់វរៈគុលបានចេញមុខមកធ្វើការសុំទោសទៅកាន់ប្រទេសរុស្ស៊ីជាសាធារណៈហើយយោងតាមការចុះផ្សាយរបស់កាសែតថៃខៅសតនៅពេលដែលចុះទៅពិនិត្យមើលទីតាំងកន្លែងកើតហេតុដែលស្ថិតនៅក្នុងស្រុកបាឡូម៉ុងនៃខេត្តឈុនបុរីលោកអនុទានបានថ្លែងសុំទោសទៅដល់ប្រជាជនរុស្ស៊ីទាំងអស់និងទេសចររុស្ស៊ីហើយក៏បានបង្ហាញពីការសោកស្ដាយនិងចូលរួមចែករំលែកទុក្ខផងដែរទន្ទឹមនឹងនោះលោកអនុទានក៏បានខំប្រឹងអះអាងដើម្បីបិទបាំងនិងការពារមុខមាត់ប្រទេសរបស់ខ្លួនដោយបានបញ្ជាក់ថានេះគឺជាករណីឃាតកម្មដែលប្រព្រឹត្តឡើងដោយអក្រិតជនតែប៉ុណ្ណោះមិនគួរយកវាជាភស្តុតាងសន្និដ្ឋានថាប្រទេសថៃទាំងមូលគ្មានសុវត្ថិភាពនិងអសន្តិសុខនោះទេការចេញមុខមកសុំទោសជាសាធារណៈនិងការខំអះអាងដើម្បីការពារមុខមាត់ប្រទេសរបស់នាយករដ្ឋមន្ត្រីថៃអនុទានត្រូវបានគេមើលឃើញថាគឺជាការខិតខំស្ដារទំនុកចិត្តរបស់ភ្ញៀវទេសចរគណៈដែលវិស័យទេសចរដែលជាសរសៃឈាមដ៏សំខាន់របស់ថៃកំពុងប្រឈមនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរដោយសារការព្រួយបារម្ភអំពីសុវត្ថិភាព